ជាឡើងជំនួសបាទហើយខ្ញុំចាស់គ្រូកណ្ដាលសំចាំគ្រូជាអធិការទូតចាស់ជាសាមណៈសិស្សនៅវិទ្យាល័យគុណចាស់វិទ្យាល័យគ្រូរីកដោយសេចក្តីគោរពហើយដោយតែគុណចាស់បានទទួលនៅពីកតែទឹកដកក៏ស្អាតហើយអស់ហើយតាំងពីស្លាកនៃគុកដីកម្មដ្ឋានណាឥឡូវនេះខ្ញុំកណ្ដាលមកពីនៅពេលនេះក៏មិនមានអ្វីច្រើនដែរគ្រាន់តែមានសេចក្តីចែកថាជាមួយនឹងគុកដីនៅក្រុមមូលទីសម្រាប់ការបំពុំសិទ្ធិទៅកាន់បេក្ខបានធ្វើជាធម្មតាសម្រាប់ស្រុកខ្មែរយើងទូទាំងប្រទេសគ្រប់វត្តអារាមទាំងអស់ដោយមិនមានគ្រប់ថ្លៃទេសូម្បីតែការដឹកយកមកពីកន្លែងផ្សេងមកពីប្រទេសតៃវ៉ាន់រហូតមកដល់ស្រុកខ្មែរពីស្រុកខ្មែរទៅតាមខេត្តនីមួយក៏សរសើរតែជាការចេញមូលទីតខ្លួននៅក្នុងប្រទេសទូចាស់ទៅតាមវត្តមួយនិងទៅតាមពុទ្ធិកសិលហើយនោះបាទទៅអ្វីដែរគុណនៃមានចំណាប់អារម្មណ៍រួចទៅហើយគេថាពីពេជ្ររូបភាសាណារៀន20ឆ្នាំហើយរៀនស្រុកខ្មែរយើងចេះបាលីលោកប្រយោគទៀតគុណចាស់ខាងបានមកចេះបាលីចឹងលោកពូកែសរសៃសុខនៅស្រុកខ្មែរយើងប៉ុន្តែអ្វីដែលអាចទៅឡើយថ្ងៃនេះខ្ញុំកណាក្រំប្រកេនតិចដោយសារមានកម្មវិធីបុណ្យមួយហៅថាបុណ្យរំលឹកគុណព្រះធម៌ហាក់បីដូចជាឆ្លៀតឱកាសពេកប៉ុន្តែក្រំប្រកេនដល់ក្រុមធម្មវិធិនៅពុទ្ធសូត្រជាពិសេសគុណចាស់អង្គគ្រូខាងអ្នកដំណងធម្មវិធិខាងសមាគមធម្មវិធិនៃវិទ្យាល័យចាស់កម្ពុជាប្រកទូពីពលមុនមកកម្មវិធីនេះនឹងប្រម៉ែប្រមូលខាងក្រុមគ្រូសូត្រនិងធម្មវិធិនៅស្រុកខ្មែរយើងនេះមិនបានទាំងអស់ទេប៉ុន្តែស្ទើរតែគ្រប់វត្តគ្រប់ខេត្តក្រុងនៅក្នុងស្រុកខ្មែរយើងទៅជួបជុំគ្នានៅឯខេត្តសៀមរាបចឹងប្រកេនព័ត៌មានហើយជាពិសេសតាមកម្មវិធីវិទ្យុរបស់អង្គគ្រូគ្រប់រូបទាំងអស់ដែលគុណចាស់អង្គគ្រូមានប្រវត្តិមានដើម្បីចូលផ្សព្វផ្សាយខអាសិក្ខាវិន័យនៅក្នុងពុទ្ធសាសនាតាមរយៈស្ថានីយវិទ្យុផ្សេងហ្នឹងខ្ញុំសូមគោរពដើម្បីរតនាចូលរួមផងហើយនឹងគោរពរតនាដើម្បីផ្សព្វផ្សាយនៅក្នុងកម្មវិធីនេះផងដោយសារមួយរយៈធំនេះគឺទាំងអ្នកចេះអ្នកដឹងពពុទ្ធសូត្របណ្ឌិតអ្នកប្រាជ្ញហើយជាមួយគ្នានោះធម្មតាផងដែរយើងអត់ស្គាល់តែបានជួបជុំគ្នាទេផ្សេងគ្នាទាំងអស់ទៅតាមបណ្ដាខេត្តក្រុងហ្នឹងហើយក៏មិនសិនមានពេលវេលាឱកាសទៅទៀតអញ្ចឹងឱកាសនេះខ្ញុំកណាតំណាងព្រះមហាវិមលធម៌មកដើម្បីប្រកេនព័ត៌មានដល់គុណម្ចាស់ជាពុទ្ធសូត្រជាធម្មវិធិបានស្រៀបថាមានកម្មវិធីនៅខែខាងមុខនោះគឺខែទី10 11 12ដើម្បីជួបជុំគ្រូសូត្រធម្មវិធិខែ9ណា1 10 11 12រយៈពេល3ថ្ងៃសម្រាប់ការជួបជុំធម្មវិធិនិងសន្ទនាព្រះវិន័យ3ដកព្រះចក្រ3ដកនិងព្រះពិធម្ម3ដកទៅតាមការពេលវេលាដ៏សមគួរក្នុងរយៈពេល3ថ្ងៃនោះចឹងគេជាព័ត៌មានដើម្បីនិមន្តគ្រូបរិយានិមន្តខាងគ្រូសូត្រនិងក្រុមធម្មវិធិទាំងអស់ផងដើម្បីចូលរួមបានជួបជុំគ្នាអង្គុយជួបជុំគ្នាដល់ព្រោះអង្គុយក៏នឹកឃើញថាមិនសូវជាអង្គុយបានយូរត្រូវគ្រូប្រមាណដែរទេព្រោះសំបីតែក្នុងកម្មវិធីដាក់ចឹងហើយក៏គុណម្ចាស់ត្រូវមានកិច្ចការងារជាប់ជាមួយនឹងកិច្ចការងាររបស់គុណម្ចាស់តទៅទៀតចឹងណាចឹងគឺយ៉ាងណាក៏បានបណ្ដាក៏ប៉ុណ្ណឹងក៏ប៉ុន្តែសូមគោរពអារាធនាដើម្បី ការរួមសាមគ្គីមួយនៅក្នុងផ្លូវពុទ្ធសាសនាសម្រាប់
លោក អ្នកជាគ្រូសូត្រអ្នកចេះទៅទាំងអស់ទៅជួបជុំគ្នាម្ដងចុះនៅទីនោះក្រោមព្រះអធិបតីទី5ខាងមរសំលឹកសែនសិរីសុវណ្ណោប្រតិជាគណៈកណ្ដាលនិងជាអង្គទីប្រឹក្សាគណៈសង្ឃនាយកព្រមទាំងជាសមាជិកគណៈសភានៃព្រះពុទ្ធសាសនានៅវិទ្យាល័យកម្ពុជាផងនិងជាគ្រូចារិកាវត្តេជបោហើយនៅព្រះមន្ត្រីសំនៅខេត្តសៀមរាបចឹងសូមប្រកេនជាព័ត៌មានប៉ុណ្ណេះហើយក្នុងនោះក៏មានព្រះពុទ្ធនៃកម្មដ្ឋានណានិមន្តចូលរួមផងដែរសម្រាប់ប្រកេនតត្រៃបិដកដល់រូបសូត្រមួយចំនួនដែលមិនទាន់បានទទួលនៅក្នុងពេលនោះចំនួន60រូបដើម្បីជាតំណាងដូចជាសម័យកាលដែលព្រះអង្គទ្រង់ប្រកាសសាសនាដំបូងបំផុតប្រើវិភព60អង្គដើម្បីផ្សព្វផ្សាយពុទ្ធសាសនាចឹងនៅក្នុងនោះគឺជាវត្តមានរបស់គ្រូផងដែរគ្រូជំនាញហើយក្នុងកម្មវិធីនោះផ្សាយទៅតាមវិទ្យុពុទ្ធសាសនារបស់យើងបន្តផ្ទាល់តាមរយៈវិទ្យុនៅវត្តជបោនិងសាខាផ្សេងទៀតនៅខាងខេត្តភ្នំធំហើយសូមអរគុណនៅឱកាសពេលវេលាមានតម្លៃសម្រាប់លោកម្ចាស់ដែលបានអនុញ្ញាតប្រកេនព័ត៌មានដល់គណៈគុណម្ចាស់ជាគ្រូសូត្រធម្មទិដ្ឋនៅក្នុងពេលវេលាឱកាសនេះសូមគោរពប្រកេនពោអាយុវណ្ណៈសុខៈពលៈដើម្បីសូមអនុមោទនា